value បាទ value ប្រែថាតម្លៃណា for បាទ for ប្រែថាសត្រូវណាជម្រាបសួរបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះយើងមកសិក្សាស្រៈចំនួន3ណានេះបាទបងប្អូនមើលមកឃើញ UE មានសម្លេង U OE សម្លេង O UR សម្លេង អញ្ចឹងកាលណាដែលបងប្អូនឃើញបាទ UE នៅក្នុងពាក្យណាវាមានសម្លេង U ហើយ OE នៅក្នុងពាក្យណាមួយពិតជាមានសម្លេង O បាទនិង UR ឃើញនៅក្នុងពាក្យណាមួយវាមានសម្លេង ហើយអញ្ចឹងយើងចូលទៅសិក្សាទាំងអស់គ្នានេះដំបូងនេះយើងជ្រើសរើសយក UE មួយសិនបាទ UE មានសម្លេង U យើងចូលទៅសិក្សាពាក្យទាំងអស់គ្នាមកបាទពាក្យទី1យើងអានថា glue បាទ glue បាទអញ្ចឹងបងប្អូនបាទ glue នេះ UE មានសម្លេង U ឃើញទេឃើញជួបនៅក្នុងពាក្យបាទ glue ប្រែថាកាវហ្នឹងហើយកៅយើងបិទអីហ្នឹងបាទអញ្ចឹងអង់គ្លេសយើងថា glue បាទ glue ប្រែថាកាវបាទអញ្ចឹងយើងចូលទៅកាន់ពាក្យទី2នេះពាក្យនេះយើងអានថា blue បាទ blue អញ្ចឹងនេះបលៈUE សលេង U បាទបលៈ U blue អញ្ចឹងយើងជួប UE យើងទៀតហើយនេះសលេង U បាទអញ្ចឹងពាក្យហ្នឹងយើងអានថា blue បាទប្រែថាពណ៌ខៀវ I have a blue pen ខ្ញុំមានប៊ិចពណ៌ខៀវមួយបាទអញ្ចឹងពាក្យហ្នឹងយើងអានថា blue តោះពីបន្ទាប់នេះបាទពាក្យនេះយើងអានថា statue បាទ statue បាទអញ្ចឹងបងប្អូនមើលមកនេះ UE យើងមានសលេង U ហ្នឹងហើយ statue បាទ statue ហ្នឹងប្រែថារូបសំណាកបាទរូបសំណាកអីមួយ This is the statue of the Buddha នេះជារូបសំណាកព្រះពុទ្ធហ្នឹងហើយបាទបងប្អូនអញ្ចឹងយើងចូលទៅកាន់ពាក្យមួយទៀតបាទពាក្យនេះយើងអានថា value បាទ value បាទអញ្ចឹង val បាទយ U បាទ value បាទអញ្ចឹង UE សលេង U បាទអញ្ចឹងយើងអានថា value បាទ value ប្រែថាតម្លៃណាបងប្អូនអញ្ចឹងតម្លៃទីនេះភាគច្រើនគេប្រើវាទៅលើបងប្អូនឲ្យតម្លៃទៅលើរបស់អីមួយឲ្យតម្លៃទៅលើមនុស្សអីចឹងទៅហ្នឹងហើយបើថាតម្លៃយើងទិញអីអានោះគេប្រើ price ជាទូទៅគេប្រើ price អញ្ចឹងពាក្យនេះអានថា value បាទ value តោះអញ្ចឹងយើងបានបញ្ចប់ UE មានសម្លេង U ណាហ្នឹងហើយពេលដែលបងប្អូនឃើញ UE ក្នុងពាក្យណាបងប្អូនចំណាំទៅវាមានសម្លេង U ហើយមិនមែនមានតែពាក្យប៉ុណ្ណេះឡើយបាទគឺមានពាក្យច្រើនហ្នឹងហើយតោះយើងចូលទៅកាន់ OE មានសម្លេង O ណាតោះនេះបងប្អូនបាទពាក្យនេះយើងអានថា toe បាទ toe បាទនេះថា O toe អញ្ចឹង OE យើងនឹងសម្លេង O បាទ toe ប្រែថាមេជើងហ្នឹងហើយអញ្ចឹងបងប្អូនស្គាល់ហើយមេជើងបែររៀបរាប់ទេបាទអញ្ចឹងពាក្យនេះយើងអានថា toe មកបាទពាក្យទី2យើងអានថា hole បាទ hole បាទ hole OE យើងនឹងមានសលេង O បាទ hole ប្រែថាចប់កាប់ហ្នឹងហើយចប់កាប់សម្រាប់កាប់ដីហ្នឹងបងប្អូនដែលធ្វើស្រែចម្ការហ្នឹងបងប្អូនស្គាល់ហើយបាទហ្នឹងហើយ hole ប្រែថាចប់កាប់បាទនេះបាទពាក្យនេះយើងអានថា tiptoe បាទ tiptoe អញ្ចឹងនេះបងប្អូនថា tip ថា O toe បាទ OE យើងហ្នឹងសលេង O ហ្នឹងបាទថា O toe បាទ tiptoe ប្រែថាម្រាមជើង toe ប្រែថាមេជើងបាទដល់ពេល tiptoe ប្រែថាម្រាមជើងវិញណាបាទបងប្អូនហ្នឹងហើយអញ្ចឹងពាក្យនេះអានថា tiptoe ប្រែថាម្រាមជើងមកបាទពាក្យនេះយើងអាន fall បាទ fall អញ្ចឹង F នឹងសលេងវា f OE មានសលេង O បាទ fall បាទ fall ប្រែថាសត្រូវណាហ្នឹងហើយអញ្ចឹងពាក្យ fall ហ្នឹងបងប្អូនប្រហែលជាអត់សូវឃើញគេប្រើទេហ្នឹងហើយភាគច្រើនគេប្រើពាក្យ enemy បាទ enemy ក៏ប្រែថាសត្រូវហើយពាក្យ fall នេះក៏ប្រែថាសត្រូវដែរតែភាគច្រើនគេអត់សូវប្រើណាហ្នឹងហើយអញ្ចឹងពាក្យនេះគេអានថា fall
ដូចនេះបងប្អូនចំណាំទៅនៅពេលដែលឃើញ OE បាទមានសលេង O ហើយអញ្ចឹងមានពាក្យផ្សេងច្រើនទៀតបងប្អូនចាំទៅតោះយើងចូលទៅកាន់ UR បាទ UR មានសលេងណាហ្នឹងហើយពេលដែលឃើញ UR បងប្អូនចាំទៅវាមានសលេងតោះនេះបងប្អូនហ្នឹងហើយពាក្យទី1នេះយើងអានថា purple បាទ purple នេះប្រែថាពណ៌ស្វាយហ្នឹងហើយ I like purple ខ្ញុំចូលចិត្តពណ៌ស្វាយអញ្ចឹងយើងចូលទៅកាន់ពាក្យមួយទៀតបងប្អូនបាទពាក្យនេះយើងអានថា turtle បាទ turtle អញ្ចឹងនេះបាទ T សលេងថ U R សលេងបាទកន្លែងនេះថលថបាទអញ្ចឹងយើងអានថា turtle បាទ turtle ប្រែថាអណ្ដើកណាហ្នឹងហើយបងប្អូនអញ្ចឹងពាក្យនេះយើងអាចអានបានថា turtle មួយនិង turtle មួយណាយើងអាចអានបានពីរបៀបហ្នឹងបាទអញ្ចឹងពាក្យនេះយើងអានថា turtle បាទប្រែថាអណ្ដើកនេះបងប្អូនបាទចូលមកកាន់ពាក្យទី3បាទយើងអានថា hurt បាទ hurt អញ្ចឹងបងប្អូនមើលមកបាទ H សលេង H U R សលេងបាទ T ហ្នឹងថបាទhurt បាទ hurt ប្រែថាឈឺចាប់ហ្នឹងហើយដូច្នេះពាក្យនេះយើងអានថា hurt តោះបាទពាក្យនេះយើងអានថា turn បាទ turn អញ្ចឹងបាទ T សលេងថ U R សលេងអននឹងសលេងណបាទអញ្ចឹងថណ turn បាទថណ turn ប្រែថាបត់ហ្នឹងហើយ turn right បត់ស្ដាំបាទ turn left បត់ឆ្វេងបាទអញ្ចឹងងាកមកវិញថាពាក្យហ្នឹងយើងអាចថា turn ហ្នឹងប្រែថាបត់បាទអញ្ចឹងយើងបានបញ្ចប់ UR មានសលេងអញ្ចឹងបងប្អូនចាំទៅពេលដែលឃើញពាក្យផ្សេងឃើញ UR នៅក្នុងហ្នឹងបងប្អូនចំណាំទៅថាវាមានសលេងណាអញ្ចឹងថ្ងៃនេះយើងសិក្សាស្រៈចំនួន3បាទស្រៈទី1 UE មានសលេង U បាទស្រៈទី2 OE មានសលេង O និងស្រៈទី3 UR មានសលេងណាហ្នឹងហើយដូច្នេះបងប្អូនចាំចឹងទៅបាទបើសិនជាបងប្អូនចាប់អារម្មណ៍ចង់សិក្សាវគ្គមូលដ្ឋានគ្រឹះភាសាអង់គ្លេសកម្រិតដំបូងចង់ឆាប់ចេះអានចង់ឆាប់ចេះប្រកបពាក្យបងប្អូនអាច comment ពាក្យថា OK នៅខាងក្រោមវីដេអូហើយបន្តមកទៀតបងប្អូននឹងទទួលបានព័ត៌មានសិក្សាជួបគ្នាវីដេអូក្រោយបើសិនជាបងប្អូនចង់ចេះស្រៈព្យញ្ជនៈនិងអានពាក្យឲ្យបានត្រឹមត្រូវតោះរៀនភាសាអង់គ្លេសជាមួយ OLF